ตะบองเสียมราชศรีสุพลกูจะยึดแม่งคืนมาวันพรุ่งนี้กูจะไปยึดเขาพระวิหารกูจะถงกองทัพเรือไปยึดเกาะกูดและกูจะถามมึงถ้าไม่พอใจกูจะยึดพนมเปญបន្ទាប់ពីបានលើការបោះពាក្យសម្ដីរបស់អ្នកនយោបាយជ្រុលនិយមថៃសិទ្ធិលឹមថងគុលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក៏បានឆ្លើយតបភ្លាមៗទៅកាន់ថៃថាថៃនៅតែចិញ្ចឹមចិត្តនិងមហិច្ឆតាចង់បានទឹកដីកម្ពុជាអ្នកនយោបាយជ្រុលនិយមថៃសិទ្ធិលឹមថងគុលបាននិយាយយ៉ាងច្បាស់ៗថាប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃនឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជាយកខេត្តមួយចំនួនរបស់កម្ពុជាដូចជាបាត់ដំបងសៀមរាបបន្ទាយមានជ័យព្រះវិហារនិងកោះកុដហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផងនេះជាសម្ដីរបស់សិទ្ធិលឹមថងគុលដែលនិយាយភាសាថៃអាហ៊ុនសែនមហាតេជោអ្នកឯងសំណាងល្អដែលអញសិទ្ធិលឹមថងគុលដែលអញអត់មានអំណាចប្រសិនបើអញមានអំណាចវិញថ្ងៃនេះបាត់ដំបងសៀមរាបសេរីសុភ័ណ្ឌអញនឹងដណ្ដើមយកមកហើយស្អែកអញនឹងទៅយកព្រះវិហារនិងបន្តទៅយកកោះកុដទៀតហើយអញសួរឯងថាប្រសិនបើនៅមិនពេញចិត្តទៀតអញនឹងទៅយកភ្នំពេញសម្ដីបែបនេះរបស់អ្នកនយោបាយជ្រុលនិយមថៃបង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្តនិងមហិច្ឆតាចង់បានទឹកដីរបស់កម្ពុជាដូច្នេះហើយខ្ញុំសូមប្រកាសឲ្យជនរួមជាតិខ្មែរយើងទាំងអស់ត្រូវរួបរวมគ្នាជាចលនាជាតិនិយមតែមួយដោយប្រុងប្រយ័ត្នជាប់ជានិច្ចត្រូវត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់ប្រឆាំងវាយបំបាក់ឧបាយកលដ៏សានខ្មៅកខ្វក់របស់ថៃដែលចិញ្ចឹមចិត្តនិងមហិច្ឆតាចង់លេបទឹកដីខេត្តមួយចំនួនរបស់កម្ពុជាដោយចរិតឈ្លានពានបែបនេះយើងត្រូវពង្រឹងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវពង្រឹងខឿនការពារជាតិរបស់ប្រជាជនត្រូវខិតខំចរចាដើម្បីបោះបង្គោលព្រំដែនជាមួយថៃឲ្យបានឆាប់យើងត្រូវត្រៀមខ្លួនតស៊ូរយៈពេលវែងតាមផ្លូវយោធានយោបាយការទូតនិងផ្លូវច្បាប់ដរាបណាមិនទាន់មានការបោះបង្គោលព្រំដែនរួចរាល់លទ្ធភាពប៉ះទង្គិចខាងយោធាឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើងនិងពិបាកជៀសផុតខ្ញុំមិនតបតជាមួយពួកចោរឈ្លានពានទឹកដីទេតែនេះជាសារដាស់តឿនដល់បងប្អូនជំរុំជាតិកម្ពុជាដើម្បីត្រៀមខ្លួនវាចោរឈ្លានពានទឹកដីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបង្ហោះសារសំណេរនៅថ្ងៃទី30ខែមិថុនាឆ្នាំ2025សូមអរគុណចំពោះការតាមដានទស្សនាវីដេអូបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ like និង subscribe channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more